สำหรับมนุษย์ปีนี้នឹងដុតផ្ទះម្ដាយដើម្បីលុយធានារ៉ាប់រងកាលពីថ្ងៃទី28ខែធ្នូឆ្នាំ1990នៅខេត្ត Fukuoka នៃប្រទេសជប៉ុនមានឡានមួយគ្រឿងដែលបានឆេះផ្នែកខាងក្នុងនៅចំណតនៃសួនមួយកន្លែងខាងក្នុងឡាននោះមានសាកសពបុរសនិងស្ត្រី2នាក់ត្រូវបានឆេះខ្លោចដោយសារមានបន្សល់ទុកសម្បត្តិដែលទំនងជាលិខិតបង្ហាញពីការសម្លាប់ខ្លួនដំបូងឡើយសារព័ត៌មានក៏ដូចជាប៉ូលីសបានសន្និដ្ឋានថាអាចជាករណីសម្លាប់ខ្លួនប៉ុន្តែក្រោយការស៊ើបអង្កេតបន្ថែមទៀតប៉ូលីសបានរកឃើញចំណុចដែលគួរសង្ស័យជាច្រើនទៅលើសាកសពនិងទីតាំងកើតហេតុអ្វីដែលគួរឲ្យសង្ស័យនោះគឺសម្បត្តិដែលបានបន្សល់ទុកនៅក្នុងឡាននោះជាធម្មតាបើឡានមានសភាពឆេះខ្លោចបែបនេះតើហេតុអ្វីបានជាសម្បត្តិនោះមិនឆេះទៅវិញក្រោយមកប៉ូលីសបានរកឃើញទៀតថានៅមុនថ្ងៃកើតហេតុប្រមាណជាមួយខែស្ត្រីដែលត្រូវបានស្លាប់បានទិញធានារ៉ាប់រងដែលមានតម្លៃរហូតដល់100លានយេនហើយអ្នកដែលទទួលបានលុយនៃធានារ៉ាប់រងនោះគឺ Mazda Chie ដែលជាម្ចាស់ហាងលក់គ្រឿងអលង្ការទៅវិញក្រោយមកប៉ូលីសបានបើកការស៊ើបអង្កេតទៅលើស្ត្រីដែលមានឈ្មោះថា Mazda Chie និងបានរកឃើញថាប្រមាណជាមួយឆ្នាំមុនថ្ងៃកើតហេតុនៅខែវិច្ឆិកាឆ្នាំ1989ដែលកាលនោះ Chie គាត់មានអាយុទើបតែ20ឆ្នាំហើយទើបតែបញ្ចប់ថ្នាក់ទី12ហើយបានរស់នៅជាមួយម្ដាយដោយគាត់ធ្វើការក្រៅម៉ោងបណ្ដាថ្ងៃមួយគាត់បានឃើញការប្រកាសជ្រើសរើសបុគ្គលិកតាមកាសែតហើយគាត់ក៏បានដាក់ពាក្យទៅធ្វើការនៅទីនោះនៅពេលដែលទៅសម្ភាសក្រុមហ៊ុននោះមិនមែនមានលក្ខណៈជា office ទេតែបែរជាផ្ទះធម្មតាទៅវិញហើយអ្នកដែលសម្ភាសគាត់មានឈ្មោះថា Oda Yoshikatsu Oda គាត់ជាបុគ្គលម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារនៅក្នុងពន្ធនាគារគាត់បានស្គាល់បុរសម្នាក់ហើយគាត់បានបង្កើតផែនការសម្រាប់មនុស្សដើម្បីយកលុយធានារ៉ាប់រងជាបានចូលសម្ភាសជាមួយគាត់ដោយមិនបានដឹងថាគាត់កំពុងតែធ្លាក់ក្នុងផែនការនោះទេហើយក៏មានស្ត្រីម្នាក់ទៀតបានចូលរួមសម្ភាសជាមួយគ្នាដែរជានិងស្ត្រីនោះត្រូវបានទិញធានារ៉ាប់រងហើយបានធ្វើការជាអ្នកបោសសម្អាតផ្ទះនៅទីនោះគឺមិនដូចអ្វីដែលបានសរសេរនៅក្នុងការប្រកាសជ្រើសរើសបុគ្គលិកនោះឡើយប៉ុន្តែគម្រោងសម្រាប់ត្រូវបានរំសាយវិញដោយសារតែសមាជិកក្នុងក្រុមម្នាក់បានរត់គេចខ្លួនបាត់នៅថ្ងៃមួយជាបានទៅលេងដល់ផ្ទះអូដាតែម្ដងឃើញបែបនេះអូដាគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយក្រោយមកជានិងអូដាក៏មានទំនាក់ទំនងស្នេហាជាមួយនឹងគ្នាពួកគាត់ទាំងពីរមានគម្លាតអាយុពីគ្នាប្រហែលជា20ឆ្នាំហើយក្រោយមកអូដាបានដុតផ្ទះម្ដាយរបស់ខ្លួនដើម្បីយកលុយពីធានារ៉ាប់រងមានចំនួនរហូតដល់27លានយេននិងបានយក6លានយេនចាយសប្បាយជាមួយនឹងជាក្រោយមកអ្នកទាំងពីរក៏បានទៅជួលអាផាតមិនមួយកន្លែងនិងបានបង្កើតហាងលក់គ្រឿងអលង្ការផងដែរដោយអូដាគាត់បានចាត់ឲ្យជាធ្វើជាម្ចាស់ហាងនោះក្រោយមកអូដាបានរៀបចំផែនការសម្រាប់មនុស្សសាជាថ្មីដោយគាត់ប្រកាសជ្រើសរើសបុគ្គលិកថ្មីហើយទិញធានារ៉ាប់រងឲ្យពួកគេក្រោយមកសម្រាប់ពួកគេចោលដើម្បីយកលុយពីធានារ៉ាប់រងដោយសារมันមានអ្នកមកដាក់ពាក្យជាបានបញ្ចុះបញ្ចូលមិត្តភ័ក្តិដែលធ្លាប់ធ្វើការជាមួយខ្លួនបាននិយាយការពីដើមវីដេអូមុនហ្នឹងឲ្យមកធ្វើការជាមួយនឹងខ្លួនក្រោយពីការរៀបចំផែនការនិងការរៀបរាប់ផែនការរបស់ខ្លួនទាំងអស់ប្រាប់ទៅជាសពគ្រប់អស់ហើយអ្នកទាំងពីរក៏បានចាប់ផ្ដើមអនុវត្តផែនការដែលបានគ្រោងទុកដំបូងឡើយជានាងបានគិតថាវាជាអំពើខុសច្បាប់ប៉ុន្តែនាងមិនអាចប្រឆាំងជាមួយនឹងអូដាបានទេគឺមានតែធ្វើតាមបញ្ជារបស់អូដាតែប៉ុណ្ណោះអូដាបានឲ្យជាទៅស្វែងរកបុរសម្នាក់ដើម្បីចោទប្រកាន់ថាជាអ្នកសម្លាប់បុគ្គលិកស្រីរបស់ខ្លួនដោយមានលក្ខខណ្ឌមួយគឺម្នាក់នោះត្រូវតែមានឡានផ្ទាល់ខ្លួនបន្ទាប់មកជាក៏បានប្រើទូរស័ព្ទសាធារណៈដើម្បីទៅតាក់ទងបុរសម្នាក់នាងបាននិយាយបញ្ចុះបញ្ចូលបុរសនោះឲ្យទៅដល់អាផាតមិនរបស់នាងរួចក៏បានដាក់ថ្នាំងងុយដេកឲ្យបុរសនោះផឹកក្រោយមកនាងបានកុហកថានាងត្រូវជូនបុគ្គលិករបស់ខ្លួនទៅផ្ទះវិញហើយសូមឲ្យបុរសនោះរងចាំនាងនៅអាផាតមិនរបស់ខ្លួនក្រោយពីបុរសនោះត្រូវថ្នាំងងុយដេកហើយបានដេកលក់អូដាក៏បានចេញមកលួចសោឡានរបស់បុរសម្នាក់នោះប៉ុន្តែដោយសារតែគាត់បានភ្ញាក់ដឹងខ្លួនមកវិញឃើញបែបនេះអូដាបានធ្វើជាសួរមានការដីអត់ហើយក៏បានណែនាំប្រាប់ថាខ្លួននឹងគឺជាបុគ្គលិកនៅក្នុងហាងនឹងដែរដោយមើលទៅមិនអាចលួចយកសោឡានរបស់បុរសនោះបានអូដាក៏បានធ្វើជាជូនបុរសនោះទៅផ្ទះអូដាបានណាត់ជួបគ្នានៅលើភ្នំមួយកន្លែងជាមួយនឹងជាក្រោយមកអូដាបានសម្លាប់ស្ត្រីម្នាក់នោះហើយក្រោយមកបានបង្ខំបុរសដែលខ្លួនបាននាំមកនឹងឲ្យសរសេរសម្បត្តិដែលបានរៀបរាប់ថាគាត់បានសម្លាប់ស្ត្រីម្នាក់នោះដោយខ្លួនឯងបន្ទាប់មកអូដាក៏បានសម្លាប់បុរសនោះផងដែរក្រោយពីបានសម្លាប់អ្នកទាំងពីរនោះអស់ហើយអូដានិងជាបានលើកសាកសពដាក់ចូលនៅក្នុងឡានហើយក៏បានដុតឡាននោះតែម្ដងបន្ទាប់ពីដុតឡានជាមួយនឹងសាកសពអ្នកទាំងពីរនឹងហើយអូដាបានយកសម្បត្តិទៅទុកនៅក្នុងឡានរួចក៏រត់គេចខ្លួនទៅទីក្រុងតូក្យូប្រហែលថ្ងៃក្រោយមកប៉ូលីសបានប្រទះឃើញឡាននោះហើយក៏បានបើកការស៊ើបអង្កេតទៅលើរឿងក្តីមួយហ្នឹងប៉ូលីសបានរកឃើញថាស្ត្រីដែលបានស្លាប់
ត្រូវបានទិញធានារ៉ាប់រងដែលមានតម្លៃរហូតដល់100លានយេនហើយអ្នកដែលទទួលលុយពីធានារ៉ាប់រងនោះគឺ GA បន្ទាប់មកប៉ូលីសបានចាប់ផ្ដើមស្រាវជ្រាវនិងតាមដាន GA ចាប់ពីពេលនេះមក GA ក៏ចាប់ផ្ដើមជីវិតរស់នៅបែបលួចលាក់ជាអ្នកហុតកិច្ចរយៈពេលយ៉ាងយូរ10ខែបន្ទាប់ពីករណីឃាតកម្មនោះកម្លាំងប៉ូលីសក៏បានប្រកាសតាមចាប់ខ្លួន GA និងអូដាពីបទសម្លាប់មនុស្សនិងបោះបង់សាកសពក្រោយពីប្រើជីវិតហុតកិច្ចដើម្បីរកលុយអូដាក៏បានធ្វើការលួចជាបន្តបន្ទាប់ហើយចំណែកឯ GA បានចាប់ផ្ដើមការងារជាស្ត្រីបម្រើសេវាកម្មនៅពេលយប់បន្ទាប់ពីហុតកិច្ចអស់រយៈពេល3ឆ្នាំអូដាត្រូវបានប៉ូលីសចាប់ខ្លួននៅខេត្តសៃតាម៉ាពីបទល្មើសលួចព័ត៌មានចាប់ខ្លួនអូដាក៏បានផ្ញើទៅដល់ប៉ូលីសខេត្តហ្វូគុអូកាភ្លាមGA គាត់អត់បានដឹងថាអូដាត្រូវបានប៉ូលីសចាប់ខ្លួននោះទេហើយនាងនៅតែរងចាំអូដាត្រឡប់មកវិញប៉ុន្តែនៅ108ថ្ងៃក្រោយការចាប់ខ្លួនអូដា GA ក៏បានដឹងការពិតគ្រប់យ៉ាងកម្លាំងប៉ូលីសរបស់ខេត្តហ្វូគុអូកាបានសម្រេចចាប់ខ្លួនអូដាសាជាថ្មីពីបទល្មើសឃាតកម្មហើយឃាតកម្មនេះបានល្បីល្បាញទូទាំងប្រទេសជប៉ុនតែម្ដងប៉ុន្តែអូដាមិនបាននិយាយអ្វីទាល់តែសោះអំពី GA នៅពេលដែលប៉ូលីសសាកសួរចម្លើយបន្ទាប់ពីការឃុំខ្លួនអស់រយៈពេល20ថ្ងៃប៉ូលីសរបស់ខេត្តហ្វូគុអូកាដោយមិនមានភស្តុតាងគ្រប់គ្រាន់សម្រាប់ការចោទប្រកាន់ពីបទសម្លាប់មនុស្សទៅកាន់អូដាដូច្នេះពួកគេបានលើកលែងការចោទប្រកាន់នេះហើយបញ្ជូនអូដាទៅកាន់ខេត្តសៃតាម៉ាវិញបន្ទាប់មកអូដាត្រូវបានផ្តន្ទាទោសរយៈពេល3ឆ្នាំ8ខែពីបទល្មើសលួចចំណែកឯ GA បានបន្តរស់នៅបែបមនុស្សលាក់ខ្លួនដដែលប៉ុន្តែប៉ូលីសក៏មិនបានបោះបង់ការស្វែងរក GA នោះទេហើយបន្តស៊ើបអង្កេតរហូតដល់ទទួលបានតម្រុយខ្លះៗនៅពេលចាប់ផ្ដើមការកាត់ក្តីអូដាក៏នៅតែបន្តការមិននិយាយអីទាំងអស់របស់គាត់នឹងនៅពេលនោះអ្នកខ្លះក៏បានគិតថាអូដាប្រហែលជាបានសម្លាប់ GA បាត់ទៅហើយចំណែកឯ GA គឺគាត់នៅរស់ធម្មតាហើយគាត់នៅបែបជីវភាពគាត់រស់នៅបែបលួចលាក់ដដែលហ្នឹងបន្ទាប់ពីការកាត់ក្តីប្រហែលជា2ឆ្នាំ7ខែដោយមានបងស្រីអូដាគាត់បានចូលខ្លួនមកធ្វើជាសាក្សីអូដាក៏បានសារភាពថាខ្លួនបានបិទមាត់នេះគឺចង់ឲ្យ GA រួចផុតពីការចាប់ខ្លួនហើយនេះជាលើកដំបូងដែលអូដាគាត់និយាយអំពី GA នៅថ្ងៃទី30ខែមីនាឆ្នាំ2000អូដាត្រូវបានកាត់ទោសប្រហារជីវិត GA បានដឹងថាអូដាត្រូវបានកាត់ទោសប្រហារជីវិតហើយក្រោយករណីឃាតកម្មបានកន្លងផុតទៅប្រហែលជា9ឆ្នាំ4ខែ GA បានសម្រេចចិត្តចូលសារភាពទោសកំហុសរបស់ខ្លួនដោយខ្លួនឯងមូលហេតុដែល GA គាត់ព្រមចូលខ្លួនសារភាពបែបនេះ GA គាត់បាននិយាយថាខ្ញុំគិតថាអូដាគាត់បានទទួលកំហុសនិងយល់ព្រមទទួលរាល់ទង្វើដែលគាត់បានធ្វើហើយវាបានធ្វើខ្ញុំមានចិត្តចង់ចូលសារភាពទោសផងដែរតុលាការបានកាត់ទោសឲ្យ GA ជាប់គុកអស់មួយជីវិតពីបទរួមគំនិតសម្លាប់មនុស្សនៅថ្ងៃទី27ខែមេសាឆ្នាំ2007ការប្រហារជីវិតអូដាក៏ត្រូវបានធ្វើឡើងចំណែកឯ GA វិញគាត់ក៏នៅតែបន្តជាប់គុកដើម្បីទទួលខុសត្រូវចំពោះទង្វើដែលគាត់បានប្រព្រឹត្តអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះរឿងក្តីមួយនេះហើយវីដេអូយើងក៏បានចប់ត្រឹមហ្នឹងដើម្បីទទួលបានវីដេអូថ្មីសូមចុច Subscribe ជួបគ្នាវីដេអូក្រោយ